ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRR Days ចាហើយនឹងឯងពុកម៉ែបងប្អូនបានឃើញដើមឈើមួយដើមនេះភាគច្រើនគឺនាងខ្ញុំគិតថាស្គាល់ប៉ុន្តែភាគតិចដែលគាត់អត់ស្គាល់អញ្ចឹងណាចាហើយដើមមួយប្រភេទនេះគឺមានអត្ថប្រយោជន៍ច្រើនមែនទែនពុកម៉ែបងប្អូនតាំងពីគេហៅថាសម្បកតាំងពីគ្រាប់តាំងពីត្រួយផ្កាគឺថាមានអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់ធ្វើជាម្ហូបធ្វើជាលក់អញ្ចឹងណាពុកម៉ែបងប្អូនចាហើយនិយាយទៅយើងអាចធ្វើជាថ្នាំចាព្យាបាលជំងឺផ្សេងក៏បានហើយក៏ជាថ្នាំសម្រាប់បាញ់សម្រាប់សត្វល្អិតបានដូចគ្នាអញ្ចឹងណាចាហើយនិយាយទៅអត្ថប្រយោជន៍គឺច្រើនមហាសាលប៉ុន្តែក៏មួយចំនួនក៏គាត់អត់បានដឹងពីអត្ថប្រយោជន៍របស់ដើមមួយប្រភេទហ្នឹងណាចាអញ្ចឹងសាក់ទីលេងទៅថាដើមជាដើមអ្វីចាអញ្ចឹងតើមានប្រហែលអ្នកដែរដែលគាត់ទីត្រូវថាដើមស្ដៅហើយប្រហែលអ្នកដែរដែលគាត់ទីខុសហើយឥឡូវយើងចាប់ផ្ដើមមកស្គាល់ទាំងអស់គ្នាថាដើមស្ដៅនេះមានរូបរាងបែបហ្នឹងឯងអញ្ចឹងពុកម៉ែបងប្អូនចាហើយនេះគឺដើមនេះធំខ្លាំងពុកម៉ែបងប្អូនហើយនៅមានដើមធំជាងហ្នឹងទៀតហើយនិយាយទៅគឺស្ដៅដូចនាងខ្ញុំបានរៀបរាប់អញ្ចឹងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់ធ្វើម្ហូបសម្រាប់ធ្វើជាថ្នាំព្យាបាលជំងឺផ្សេងអាចថាអ្វីដែលពិសេសនោះគឺអាចធ្វើជាថ្នាំបណ្ដេញសត្វល្អិតបានអញ្ចឹងពុកម៉ែបងប្អូនចាវាមិនមែនសម្រាប់សត្វល្អិតទេប៉ុន្តែវាអាចបណ្ដេញសត្វល្អិតបានអញ្ចឹងប៉ុន្តែបើសិនជាក្នុងករណីថាយើងអាចយកស្លឹកស្ដៅឬក៏គេហៅថាសបកស្ដៅឬក៏គ្រាប់ស្ដៅហ្នឹងចាយកទៅលាយជាមួយនឹងសមាសធាតុផ្សេងចាអាហ្នឹងយើងអាចសម្រាប់សត្វល្អិតបានអញ្ចឹងពុកម៉ែបងប្អូនចាហើយនឹងហើយគឺដើមស្ដៅហ្នឹងដូចនាងខ្ញុំបានបង្ហាញនៅក្នុងវីដេអូគឺឃើញធំហើយក៏ជាម្លប់ផ្ដល់ជាម្លប់ដល់តិចសម្រាប់អ្នកដែលគាត់មកច្រូតស្មៅមកអីអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏ដូចជាពេលដែលនាងខ្ញុំហត់នឿយអីអញ្ចឹងទៅក៏អង្គុយក្រោមដើមហ្នឹងអញ្ចឹងទៅចុះពុកម៉ែបងប្អូនវិញតើពុកម៉ែបងប្អូនជួយចិត្តស្ដៅដែរអត់ចាបើសម្រាប់នាងខ្ញុំផ្ទាល់គឺនាងខ្ញុំយកចិត្តស្ដៅមិនថាញោមមិនថាជាអន្លក់ជាមួយនឹងទឹកគ្រឿងឬក៏ជាមួយប្រហុកគឺថាឆ្ងាញ់ខ្លាំងពុកម៉ែបងប្អូនចាប៉ុន្តែបងប្អូនមួយចំនួនគឺគាត់អត់ចូលចិត្តស្ដៅទេទាំងរសជាតិទាំងក្លិនរបស់វាណាព្រោះស្ដៅគឺវាមានក្លិនហើយរសជាតិវាក៏ល្វីងអញ្ចឹងស្ដៅមិនមែនល្វីងតែស្លឹកទេពុកម៉ែបងប្អូនគឺថាសបកស្ដៅណាសបកស្ដៅហ្នឹងក៏ល្វីងគ្រាប់ស្ដៅក៏ល្វីងនិយាយទៅមកតួដើមស្ដៅទាំងអស់គឺល្វីងទាំងអស់ចាក៏សូមអធិស្ឋានតកតងជាមួយនឹងសំឡេងនៅក្នុងវីដេអូមានលក្ខណៈដូចថាមានសត្វហ៊ីងសត្វអីឬក៏សត្វចង្រិតអីយំឬក៏មានសត្វឆ្កែអញ្ចឹងណាព្រោះដោយសារតែឥឡូវនេះគឺនាងខ្ញុំបានកាត់វីដេអូនៅកន្លែងចំការដែលនាងខ្ញុំកំពុងតែដំណើរការដាំដុះហ្នឹងចាហើយហ្នឹងហើយដោយសារតែមករៀងយប់អញ្ចឹងកូនចៅរបស់ខ្ញុំចា4ក្បាលគឺគាត់មកតាមចាអញ្ចឹងវាប្លែកគ្នាពេញនៅទាំងអស់ហើយនេះគឺជាម្ទេសរបស់នាងខ្ញុំនឹងនាងខ្ញុំដាំយូរដែរហើយអញ្ចឹងណាហើយឥឡូវវាចាប់ផ្ដើមពេញទុំពេញដើមទាំងអស់ចាហើយបន្តថាពេលខ្លះក៏នាងខ្ញុំបានប្រមូលផលខ្លះសម្រាប់ទុកហូបអញ្ចឹងទៅព្រោះដោយសារតែដាំក៏មិនច្រើនដែរដាំត្រឹមតែ1រងអញ្ចឹងណាចា1រង2រងនឹងទុកសម្រាប់ហូបហើយក៏ទុកខ្លះប្រមូលផលខ្លះទៅក៏ទុកឲ្យម៉ាក់គាត់ដាក់ជាមួយនឹងបន្លែបញ្ឆៅរបស់គាត់ទឹកត្រីបញ្ឆៅរបស់គាត់ចឹងទៅចា
ចាហើយការប្រមូលផលទៀតសោតពុកម៉ែបងប្អូនគឺនាងខ្ញុំមិនប្រមូលផលទាំងអស់ទេហើយដោយសារតែវាជាតម្រូវការខ្លះក្នុងការយកទៅធ្វើជាសមាធិផ្សំជាមួយនឹងស្លឹកស្ដៅណាព្រោះដោយសារតែនាងខ្ញុំនឹងរៀបចំធ្វើជាថ្នាំសម្រាប់សំទោសថ្នាំបណ្ដេញសត្វល្អិតចាបែបធម្មជាតិណាចាហើយដោយសារតែយើងមានវាថាសមាសធាតុដែលយើងងាយស្រួលរកណាហើយក៏យើងមានខ្លួនឯងស្រាប់អញ្ចឹងយើងអត់មានប្រវត្តិទិញគេទេប៉ុន្តែគាត់ថាសមាសធាតុខ្លះអាចនឹងខ្វះខាតអានឹងយើងអាចទិញគេពីផ្សារមកបន្តិចបន្តួចបន្ថែមទៀតដើម្បីឲ្យគ្រប់នៅអ្វីដែលយើងនឹងធ្វើនៅវីដេអូបន្តទៀតអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងសូមតាមដានជាមួយនឹងខ្ញុំនៅវគ្គទី2ចាអរគុណច្រើន